នៅពេលបច្ចុប្បន្នអ្នកគ្រូជួបច្រើនទៅលើស្ត្រីដែលគាត់មានបញ្ហាការបង្ករោគស្ត្រីជាពិសេសគឺបញ្ហាធ្លាក់សប៉ុន្តែបងប្អូនស្ត្រីត្រូវចែកឲ្យដាច់រវាងការធ្លាក់សធម្មតានិងការធ្លាក់សមិនធម្មតាហើយរវាងការធ្លាក់សដោយប្រឡាត់មាត់ស្បូននិងការធ្លាក់សដោយបញ្ហារលាកមាត់ស្បូនជាក់ស្ដែងណាស់ស្ត្រីនៅពេលដែលក្រោយសម្រាលកូនរួចឬមួយក៏ឆ្លងកាត់ក្នុងការរួមភេទតែងតែមានបញ្ហាតាក់ទងជាមួយនឹងប្រឡាត់មាត់ស្បូនអញ្ចឹងប្រឡាត់មាត់ស្បូននេះគឺបើកឆ្វាច់មកមាត់ស្បូនរបស់ស្ត្រីប្រឡាត់ក្រហមមានរំអិលពាសពេញមាត់ស្បូនតែម្ដងដែលវាមានសភាពថ្លាដូចសបោកូនក្មេងមានក្លិនម្ដងម្កាលហើយក៏អាចមានហានិភ័យប្រឈមមុខជាមួយនឹងការធ្លាក់ឈាមក្រោយពេលនៅជាមួយដៃគូក៏ងាយប្រឈមមុខជាមួយនឹងបញ្ហានៃការបង្ករោគផងដែរដែលឡែកបញ្ហានៃការធ្លាក់សដោយពពួកការបង្ករោគទៅជារលាកមាត់ស្បូនវាមានក្លិនវាមានរមាស់វាមានការឈឺចាប់ប៉ះទៅមានឈាមហើយបើកាន់តែច្បាស់គួរតែមកឆែកពិនិត្យឲ្យបានត្រឹមត្រូវថាតើយើងកំពុងតែរលាកមាត់ស្បូនឬមានបញ្ហាប្រឡាត់មាត់ស្បូនដែលជាធម្មជាតិរបស់ស្ត្រីក្រោយពេលសម្រាលកូនឬមួយក៏ក្រោយពេលមានគ្រួសារមានដៃគូ